អ្នកនរគ្នានេះគឺជា3ចំណុចធំដែលអ្នកនរគ្នាគួរតែដឹងប្រសិនបើអ្នកនរគ្នាចង់ចេះផលិតវីដេអូឲ្យវាមានលក្ខណៈថា blur background ស្អាតបែបនេះតោះឥឡូវយើងមកធ្វើការកំណត់ទាំងអស់គ្នាជាមួយខ្ញុំចំណុចទី1គឺសំខាន់មែនតើគឺជាការជ្រើសរើស aperture នៅលើកាមេរ៉ា lens របស់អ្នកនរគ្នាអញ្ចឹងប្រសិនបើ lens កាមេរ៉ារបស់អ្នកនរគ្នាមានសមត្ថភាពអាចធ្វើការទម្លាក់ aperture បានឧទាហរណ៍ថាទម្លាក់បានដល់ 2.8 ឬក៏ដល់ 1.8 អញ្ចឹងខ្ញុំសូមណែនាំឲ្យអ្នកនរគ្នាធ្វើការទម្លាក់ aperture ហ្នឹងឲ្យកាន់តែទាបកាន់តែល្អអញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំថតគឺតែងតែប្រើប្រាស់នៅ 2.8 ឬក៏ទាបជាងនេះប្រសិនបើយើងចង់ឲ្យ blur background កាន់តែស្អាតចំណុចចំណុចទី2គឺជារវាងរយៈចម្ងាយ subject របស់យើងជាមួយទៅនឹងកាមេរ៉ា lens របស់យើងអញ្ចឹងបើសិនជាអ្នកនរគ្នាចង់ឲ្យមានការ blur background បានល្អអ្នកនរគ្នាអាចធ្វើការ move subject របស់អ្នកនរគ្នាទៅកាន់ជិតកាមេរ៉ា lens អញ្ចឹងគឺមានន័យថាកាមេរ៉ា lens របស់យើងហ្នឹងគឺវា focus ទៅលើ subject របស់យើងហើយវាអាចធ្វើឲ្យ background ខាងក្រៅរបស់យើងហ្នឹងមានសភាពថា blur អីចឹងទៅអញ្ចឹងបើសិនជាអ្នកនរគ្នាឈរនៅរៀងឆ្ងាយក៏វាមិនសូវជា blur អីបានដែរអញ្ចឹងប្រសិនបើអ្នកនរគ្នាសាកឈរឲ្យបានជិត lens កាមេរ៉ារបស់អ្នកនរគ្នាវានឹងមានសភាព blur បានល្អជាងចំណុចទី3ក៏សំខាន់ដែរគឺជាការជ្រើសរើសនៅរយៈចម្ងាយ lens របស់អ្នកនរគ្នាដែលភាសាអង់គ្លេសយើងហៅវាថាជា focal lengthអញ្ចឹងខ្ញុំសូមណែនាំឲ្យអ្នកនរគ្នាប្រើប្រាស់នៅ focal length ណាដែលវាមានលក្ខណៈថា zoom ចិត្តបានល្អឧទាហរណ៍ថា lens ដែលមានរយៈចម្ងាយប្រហែលជា50 85 105 135ឬក៏200អីចឹងទៅអញ្ចឹងជាធម្មតាបើសិនជាអ្នកនរគ្នាប្រើប្រាស់នៅប្រភេទ lens ឬក៏ប្រភេទរយៈចម្ងាយទាំងអស់ហ្នឹងគឺវាធ្វើឲ្យ subject របស់យើងហ្នឹងផុសចេញមកហើយវាអាចធ្វើឲ្យ background របស់យើងហ្នឹងវា blur បានខ្លាំងជាងទោះបីជាអ្នកនរគ្នាប្រើប្រាស់នៅ aperture ដែលមិនសូវជាទាបក៏វានៅតែមានអារម្មណ៍ថាឬក៏វានៅតែមានរូបភាពថា blur ស្អាតដែរដោយសារតែវាប្រើប្រាស់នៅ focal length ដែលមានរយៈជម្រៅជ្រៅឧទាហរណ៍ថាដូចជាឥឡូវនេះខ្ញុំប្រើប្រាស់នៅ focal length 85បើយើងប្រៀបធៀបគ្នាជាមួយទៅនឹង focal length 24គឺវាមានរយៈ blur ហ្នឹងគឺខុសគ្នាច្រើនអញ្ចឹងគឺរយៈចម្ងាយ85គឺវាធ្វើការ blur បានស្អាតជាង focal length ផ្សេងអញ្ចឹងខ្ញុំសូមណែនាំឲ្យអ្នកទាំងអស់គ្នាប្រើប្រាស់នៅ focal length ណាដែលវាខ្ពស់អាចថាចាប់ពី50ឡើងលើអញ្ចឹងទៅកុំភ្លេចចុច like ហើយនិង share វីដេអូមួយនេះផងយើងនឹងសន្យាថានឹងជួបគ្នានៅវីដេអូក្រោយបាយបាយ